ប្រៃថាមានចាំមុខឪពុកម្ដាយបានទេមុននឹងគាត់ស្លាប់ហ្នឹងណាចាំបានគាត់ស្លាប់ដោយសារអ្វីដែរស្លាប់ដោយសារមេរោគអេដส์ហើយក្មួយហ្នឹងក៏កើតមេរោគអេដส์ដែរមិនថាអញ្ចឹងចាហើយក្មួយមានអារម្មណ៍យ៉ាងណាដែរដល់ដឹងខ្លួនថាកើតមេរោគអេដส์អញ្ចឹងមានអារម្មណ៍ភ័យយ៉ាងម៉េចសុំក្មួយនិយាយជាបន្តភ័យយ៉ាងម៉េចដែរភ័យដូចជាការអត់បានឆ្នាំដូចជាការចេញដូចជាបោះជារើមចេញគប់កន្លែងហើយចេញមកវាធ្វើឲ្យកាហាយឬក៏ឈឺចុកចាប់ចេញឈឺចុកចាប់មានថ្នាំលេបទេមានហើយលេបទៅបាត់ទេក្មួយលេបទៅបាត់ដូចជាការខាងលេបទៅឡើងមកវិញ2ឆ្នាំចុះឥឡូវក្មួយអាយុប្រហែលហើយ15ហើយអាយុ15ឆ្នាំហើយសពជនទាំងអស់នៅនេះសមុទ្រក៏ថានៅទូចណាស់ដោយសារតែកើតរោគបាទក៏ឪពុកម្ដាយនឹងមុននឹងគាត់ស្លាប់នឹងគាត់កើតអញ្ចឹងដែរគាត់កើតអញ្ចឹងដែរហើយក៏មានផ្ដាំមេទៅក្មួយដែរមុននឹងគាត់ស្លាប់ហ្នឹងគាត់មានផ្ដាំអីហងចាសប្ថ្ងៃក្មួយនៅគាត់ខ្លាំងឯងរងថ្ងៃហ្នឹងនៅគាត់ឃើញគេមានម៉ែអើយចឹងមានម៉ែអើយតាមគេឃើញគេចង់និយាយទៅវាតាមគេឃើញគេជីកោចង់ជីតាមគេសូមតាក់ទេសូមជួយជូនចៅរស់បានយូរបងបើចង់រស់បានយូរហ្នឹងតើចង់បានអ្វីចង់បានទាំងដូចជាមកបាននៅក្នុងផ្ទះជាអង្គឥឡូវអាយុប្រហែលហើយ5-10ឈ្មោះអ្វីដែរស្រីជាតិចាហើយដឹងថាពុកដែរស្លាប់ដោយសារជំងឺមែនទេចាហើយគឺសប្តាហ៍ថ្ងៃនេះក្មួយមានជំងឺទេចាមានជំងឺអីដែរកើតអាពេងខ្ញុំនឹងព្យាយាមដើម្បីយកប្អូនស្រីទៅពេទ្យនៅភ្នំពេញចង់ដឹងថាតើកើតរោគអ្វីខ្លះតើអាចព្យាបាលបានទេបាទចង់បានកង់នឹងសម្លៀកពាក់អង្គមហូបបាយសូមឲ្យគាត់ជួយបាទចង់បានដូចគ្នាក៏តើបងអូនស្រីក៏ដែរគេថាចង់បានជួយជាកង់ជាសម្លៀកបំពាក់សំបីតែស្បែកជើងក៏អត់មានពាក់ទេបាទជាជំហានដំបូងពូគាត់ថាអាចជួយទិញកង់ឲ្យក្មួយជីទៅរៀនបានអញ្ចឹងក្មួយទាំងពីរនាក់ហ្នឹងហើយកង់មួយដើម្បីដោះទុកជីវភាពបាទដោះទុកជីវភាពតថ្ងៃក្រោយទៀតនិយាយបាទចំណអរគុណរកអីភាពពុំបានទេលោកអើយដែលជួយខ្ញុំជួយកូនចៅខ្ញុំនេះច្រាប់តាមជំងឺអើនេះឥឡូវបានលោកម៉ែឲ្យខ្ញុំមកជួយខ្ញុំមកខ្ញុំរស់រៀនមានជីវិតតទៅមុខទៀតដល់ខ្ញុំទាំងម៉ែនឹងខោអាចជាពាក់គេឲ្យទាំងអស់ខ្ញុំអរណារកអីភាពបានទេលោកអើយលោកខ្ញុំមកនិយាយចឹងវិញណាត់ចាំចៅតាំងទូវេទនាអត់ហូបជូនណាគេឲ្យហូបខ្ញុំគូសាខ្ញុំមានកូនចៅស្លាប់ចោលអស់លីងគឺកើតអីហ្នឹងបានលោកជួយខ្ញុំអរណាស់រកប្រធិបអីវត្ថុអីភាពបានទេសូមឲ្យលោកបានក្តីសុខក្តីចម្រើនទេកំណាស់ស្នះអស់គ្រប់ទិសទីទាំងអស់ឲ្យបញ្ជូនឲ្យវែងសូមបារមីនៅស្រុកខ្មែរក៏ដោយសូមថែសារលោកគ្រប់ចង្ហៀនសូមឲ្យបានសុខបានចម្រើនគ្រប់ទាំងអស់ដែលជួយមកនេះថ្ងៃនេះមានកូន3នាក់បាទនេះក៏កូនច្បងគេហើយកូនតូច2នាក់ទៀតបាទគាត់ថាកំសត់ណាស់បាទហើយចង់ដឹងពីការលំបាករបស់បងស្រីក្នុងការធ្វើកលីគេឲ្យធ្វើអ្វីខ្លះមកចាធ្វើការសំណង់ទៀតធ្វើគ្រឿងសំណង់ដូចជាលេកបោជូនអេតបាទព្រោះអីយើងអត់មានបច្ចេកទេសបាទចាអញ្ចឹងយើងធ្វើការមួយថ្ងៃពីមុនមួយថ្ងៃបាន5000ក្រោយមក7000តែឥឡូវបាន9000ហើយបាទចាអញ្ចឹងក្នុងការចំណាយមួយថ្ងៃ9000នឹងអត់គ្រប់ទេបាទសម្រាប់ក្រុមគ្រួសារខ្ញុំអញ្ចឹងខ្ញុំត្រូវការខ្ចីគេមុនយកមកហូបបាទខ្ញុំជួយអត់ចេញទេដោយសារជីវិតរបស់ខ្ញុំជួបការលំបាកពេកហើយកាលពីមុនមកខ្ញុំទទួលបន្ទុកចិញ្ចឹមប្អូននោះច្រើនដោយសារម៉ែខ្ញុំពុកខ្ញុំខូចអស់អញ្ចឹងខ្ញុំត្រូវតែទទួលបន្ទុកចិញ្ចឹមប្អូនខ្ញុំ5នាក់ទៀតចាតែឥឡូវប្អូនខ្ញុំនឹងបានខ្ញុំវាធំហើយខ្ញុំបានតាក់ទងជាមួយកន្លែងភូមិភាគ5នឹងដើម្បីសុំគេឲ្យវាទៅបំរើតប
តែឥឡូវហ្នឹងខ្ញុំបានប្អូនខ្ញុំទឹក3ទាំង4ហ្នឹងបានតែធ្វើតបហើយតែខ្ញុំនៅតែជួបការលំបាកដដែលដោយសារខ្ញុំនឹងចិញ្ចឹមកូនហើយដោយសារជីវភាពខ្ញុំជាសំខាន់គឺជីវភាពរបស់ខ្ញុំក្រីក្រពីដើមមករហូតតាំងពីម៉ែខ្ញុំរហូតមកដល់សពថ្ងៃនេះមើលដោះស្រាយមួយរយៈខ្លីមកបើសិនជាមើលអំណោយបាទចង់ជួយដល់ក្រុមគ្រួសារគាត់សូមផ្ញើតាមរយៈខ្ញុំគាត់ឈ្មោះអ្វីដែរបាទខ្ញុំឈ្មោះលឹងសខនលោកយាយខ្ញុំចង់ដឹងថាជីវិតលោកយាយសពថ្ងៃវេទនាប៉ុណ្ណាបាទអូយលោកកូនណាយខ្ញុំវេទនាណាស់កូនអត់បាយក៏មានហើយណាវាអត់មានស្អីនៅគេធ្វើឲ្យទេខ្ញុំវេទនាណាស់មកអត់ម៉ែអត់ឪទាំងអស់គ្នាហើយទាំងអត់បាយបានងាកហ្នឹងព្រឹកអត់បានព្រឹកងាកអត់ទេវេទនាជាងគេជាងឯងទៀតកូនអើយកូនលើកដៃបន្ទូលលោកអើយអាណិតខ្ញុំផងហើយលោកយាយថាមានតែចៅកំព្រា3នាក់ទៀត3នាក់នេះចៅកំព្រានេះព្រោះម្នាក់តូចនោះឈរនោះអីមែនទេចៅកំព្រាឪពុកម្ដាយស្លាប់អស់លោកយាយចាស្លាប់អស់ហើយស្លាប់ដោយសារអ្វីដែរលោកយាយជំងឺឬក៏យ៉ាងម៉េចបាទវាតែធ្វើការលើកភ្លឺគេណោះហើយតាំងវាប្រកាច់ងាប់អ៊ីព្រៃហ្នឹងតាំងប្តីតាំងប្រពន្ធតែម្ដងលោកយាយចាបាទហើយឥឡូវទុកចៅកំព្រាដល់តែ3នាក់នេះគឺបងគេបងអស់ហើយនៅតូច2នាក់ទៀតមកក្មួយមកឥឡូវពូចង់សួរក្មួយថាក្មួយអាយុប្រហែលឆ្នាំហ្នឹង2 10ឈ្មោះអីដែរឃឹមមកឃឹមហើយសប្តាហ៍ក្មួយធ្វើអ្វីដែរអត់មានធ្វើអីហងរៀនខ្ញុំគាត់នៅរៀនអញ្ចឹងហើយយកក្នុងការហូបចុកសប្តាហ៍ហ្នឹងគ្រប់គ្រាន់ទេក្មួយអត់ដាច់បាយជាមួយលោកយាយដែរចាហើយដល់ពេលដែលដាច់បាយហ្នឹងក្មួយធ្វើយ៉ាងម៉េចដែរសុំគេឲ្យរាល់ថ្ងៃឬក៏យ៉ាងម៉េចហ្នឹងគេឲ្យសុំគេបានតិចដែរណាអញ្ចឹងមានដែរគេដាច់បាយទេដាច់ទៅអត់ខ្លះមានដែរហ្នឹងអញ្ចឹងហើយក្មួយមានអារម្មណ៍យ៉ាងណាដែរដល់ពេលដែលយើងជាក្មេងម្នាក់ដែលអត់មានឪពុកម្ដាយនៅជាមួយលោកយាយលោកតាដែលមានវ័យចំណាស់ចាស់ជរាហើយយើងគាត់ធ្វើអ្វីមិនកើតគាត់មានជំងឺទៀតតើក្មួយមានអារម្មណ៍យ៉ាងណាដែរមានអារម្មណ៍តូចចិត្តដែរតូចចិត្តយ៉ាងម៉េចអត់អីស៊ីអត់មានមកហូបចានេះជារឿងមួយដែលអភ័ព្វណាស់សម្រាប់ប្រជាជនក្រីក្រនៅតាមជនបទដូចជាក្រុមគ្រួសារលោកយាយលោកតាអញ្ចឹងបាទ$50នេះនិយាយទៅទិញអង្គ50គីឡូសល់ប្រមាណលោកយាយទិញម្ហូបអាហារប្រើប្រាស់មួយរយៈលោកយាយបាទសុំទោសលោកយាយឈ្មោះអ្វីដែរបាទលុនលោកយាយលុនបញ្ជនប្រមាណណាឆ្នាំហ្នឹងបាទខ្ញុំអាយុបាទអាយុប្រមាណដែរបាទអាយុ70អាយុ70លោកតាអាយុប្រមាណដែរបាទខ្ញុំមកជាង60បាទអញ្ចឹងលោកយាយបងលោកតាបាទបាទអញ្ចឹងសូមលោកតាឲ្យពោឲ្យជ័យដល់សពជននៅវិន័យសមុទ្រទាំងអស់ហើយសូមលោកតាជួយសូមពោបាទឲ្យពោនៅបានដៃកាត់ដល់រស៊ីមានបានដូចប្តីផ្នាអីបានត្រង់ហ្នឹងសម្រាប់បាទសូមលោកតាអញ្ជើញមើលភាពពិតនៅក្នុងផ្ទះគាត់តែម្ដងគាត់ថាសូម្បីតែក្លិនក៏ក្លិនមិនធម្មតាដែរព្រោះអីដោយសារគាត់អាវនឹងចាស់ពេកហើយផ្ទះត្រុតត្រោមហើយម្យ៉ាងទៀតនឹងអត់មានអីប្រសាទេអត់មានគ្រឿងអ្វីដែលថាគួរឲ្យចាប់អារម្មណ៍ទេក្រៅពីចាន2 3ហើយប្រដាប់ប្រដាចាស់ច្រេះទាំងអស់បាទហើយបាយនឹងថ្ងៃនេះគាត់ដាច់បាយតែចៅគាត់នឹងទៅសុំបាយពីសាលារៀនបាទពីសាលាយ៉ាងម៉េចនិយាយបាទវត្តណាបាទថតជាមួយប្រមាណគេមិនអីទេគឺតែនេះជាងអីទៀតប្រមាណចង់សួរលោកយាយបន្ថែមទៀតដែរថាបាយមិញហ្នឹងលោកយាយថ្ងៃដាច់បាយតែម្ដងបាទហើយលោកយាយទៅអញ្ជើញមកពីវត្តបានបាយពីវត្តបានមួយចានមិនថាអញ្ចឹងលោកយាយចាបានបាយពីនំមកហើយភាសាគ្រប់ទេមួយចានអញ្ចឹងគ្នា4 14 15ទិញម្នាក់ទៅកុំឲ្យតែឃ្លានចាអញ្ចឹងជីវិតលោកយាយកំសត់ណាស់និយាយមកចា
ហើយសុំគេសពថ្ងៃដើរសុំគេជួនកាលគេខឹងគេអត់ឲ្យយើងគេថាយើងមានកម្លាំងដែរដើររកស៊ីបានជួនកាលទៅគេនឹកឃើញគេឲ្យទៅគេឲ្យយកមកដាំបាយទៅមកកំប៉ុងអីហ្នឹងទៅយកមកដាំបបរឲ្យកូនចៅហ្នឹងហូបទៅវិតានីណាគូអើយខ្ញុំមកចៅមានដែរឃ្លានយំនិយាយទៅពេលដល់ណាដែលបាច់ដាច់បាយតូចខ្ញុំវាយំដែរអាតូចខ្ញុំវាឃ្លានវាយំដែរខ្ញុំថាកុំយំចៅដេកទៅចាំពឹកឡើងយាយរកឲ្យស៊ីអូយបាត់យំទៅដេកទៅនិយាយមានឲ្យទឹកវាញ៉ាំទេវាហូបទឹកដែរវិតានីណាលោកកូនអើយខ្ញុំមក